អ្នកទាំងអស់គ្នាដឹងអត់ថាយើងបានប្រើ salicylic acid ទៅជាច្រើនសតវត្សរ៍ដីវាគឺជាសមាសធាតុដែលបានមកពីធម្មជាតិហើយគេរកឃើញវានៅក្នុងរុក្ខជាតិមួយចំនួនដូចជាសំបកដើមសូលតាំងពីបុរាណរាប់ចាប់ពីអេស៊ីបក្រិកហើយនិងអាមេរិកគេបានប្រើប្រាស់សំបកដើមសូលដើម្បីចម្រាញ់ជាថ្នាំព្យាបាលអាការៈឈឺចុកចាប់ហើយនិងគ្រុនក្តៅនៅក្នុងឆ្នាំ1897ខ្សែស្លាយនៃអាស៊ីតនេះត្រូវបានគេរកឃើញជាបន្តបន្ទាប់ហើយឲ្យឈ្មោះថា aspirin ដែលវាគឺជាឱសថដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយលើសពីនេះទៅទៀតគេក៏បានប្រើវាជាថ្នាំលាបហើយដាក់បញ្ចូលនៅក្នុងផលិតផលថែរក្សាស្បែកមួយចំនួនផងដែរអាស៊ីតនេះត្រូវបានគេប្រើក្នុងកម្រិតខ្ពស់ដើម្បីជួយជំរុះឫសដែលមាននៅលើដៃនៅលើជើងដុំពកនៅលើស្បែកដោយសារតែការកើនឡើងនៃជាតិកេរ៉ាទីនហើយមួយវិញទៀតវាក៏មានសមត្ថភាពខ្ពស់ក្នុងការជំរុះកោសិកាចាស់ៗដែលមាននៅលើស្បែកផងដែរជាទូទៅ salicylic acid ត្រូវបានគេស្គាល់ថាជា BHA ដែលវាមានវត្តមាននៅក្នុងផលិតផលជាច្រើនដូចជាទឹកជូតមុខទឹកលាងសម្អាតស្បែកមុខសេរ៉ូមហើយនិងម៉ាស់បិទមុខដែលជួយទៅដល់ស្បែកមុខដែលគាត់ងាយកើតមុននិងធ្វើឲ្យស្បែកមុខភ្លឺថ្លាតួនាទីយ៉ាងសំខាន់ទាំង3របស់ salicylic acid ទី1វាជួយជំរុះកោសិកាចាស់ៗដែលជួយធ្វើឲ្យស្បែកមុខភ្លឺថ្លាទី2វាមានសមត្ថភាពជ្រាបចូលរន្ធនៃស្បែកដែលជួយការពារនិងព្យាបាលមុនទី3វាមានសមត្ថភាពក្នុងការគ្រប់គ្រងការបញ្ចេញជាតិខ្លាញ់សមស្របចំពោះស្បែកមុខងាយឡើងខ្លាញ់ហើយនិងស្បែកមុខចម្រុះខ្លាញ់លើពីនេះទៅទៀតគេក៏បានដាក់វានៅក្នុងផលិតផលថែរក្សាសក់ដើម្បីជួយស្បែកក្បាលដែលគាត់កើតអង្គែនិងការពារកុំឲ្យស្បែកក្បាលរោល Salicylic acid ត្រូវបានគេចាត់ទុកជាសារធាតុដ៏សំខាន់មួយដែលត្រូវបានគេប្រើប្រាស់សូមអញ្ជើញមកកាន់អសរស្ថាន UCare ដើម្បីទទួលបានដំបូន្មានទាក់ទងនឹងស្បែកហើយនិងផលិតផលថែរក្សាស្បែក